តាអ្នកជឿទេថាមនុស្សសម័យបុរាណកាលពី 3000 ឆ្នាំមុនអាចលើកសសរថ្មទម្ងន់រាប់សិបតោនបង្កើតបានជាប្រាសាទដ៏អស្ចារ្យបំផុតនៅលើពិភពលោកបានដោយរបៀបណានៅពេលដែលយើងនិយាយអំពីប្រទេសអេស៊ីបមនុស្សភាគច្រើនតែងតែនឹកឃើញដល់ប្រាសាទពីរ៉ាមីតដ៏ធំស្កឹមស្កៃប៉ុន្តែមានទីតាំងប្រវត្តិសាស្ត្រមួយទៀតដែលមានភាពអស្ចារ្យមិនចាញ់ប្រាសាទពីរ៉ាមីតនោះទេនោះគឺប្រាសាទកាណាដែលជារមណីយដ្ឋានប្រាសាទសាសនាដ៏ធំបំផុតមួយនៅលើពិភពលោកប្រាសាទនេះត្រូវបានសាងសង់ឡើងយ៉ាងជិតចង់បំផុតដើម្បីឧទ្ទិសថ្វាយដល់អាទិទេពអាមុនរ៉ាដែលជាស្ដេចនៃអាទិទេពទាំងពួងនិងជាអាទិទេពនៃព្រះអាទិត្យរចនាសម្ព័ន្ធដ៏អស្ចារ្យនៃប្រាសាទកាណាចំណុចដែលអស្ចារ្យនិងល្បីល្បាញបំផុតនៃប្រាសាទកាណាគឺបន្ទប់ Hypostyle Hall ឬយើងអាចហៅថាសាលាសសរថ្មយក្សសូមស្រមៃមើលថានៅពេលអ្នកបោះជំហានចូលទៅកាន់ទីនោះអ្នកនឹងត្រូវបានឡោមព័ទ្ធដោយសសរថ្មដ៏ធំសម្បើមចំនួន134សសរដែលត្រូវបានរៀបចំជាជួរយ៉ាងមានរបៀបរៀបរយកម្ពស់ដ៏គួរឲ្យស្ញប់ស្ញែងសសរថ្មដែលខ្ពស់ជាងគេមានកម្ពស់រហូតដល់21ម៉ែត្រស្មើនឹងអគារ7ជាន់ហើយមានអង្កត់ចិត្តទំហំ3ម៉ែត្រដែលត្រូវប្រើប្រាស់មនុស្សរហូតដល់6នាក់ទើបអោបជុំសិល្បៈចម្លាក់បុរាណនៅលើផ្ទៃសសរថ្មនីមួយៗត្រូវបានចារឹកដោយអក្សររូបភាពបុរាណយ៉ាងម៉ត់ចត់ដែលបានបកស្រាយអំពីពិធីសាសនានិងជ័យជំនះរបស់ស្ដេចហ្វេរ៉ូដូចជាស្ដេចហ្វេរ៉ូស៊ីធីទី1និងរ៉េមសេសទី2ជាដើមកាលពីដើមផ្សារនេះមានដំបូលបិទជិតនៅពេលពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចខាងលើវាបង្កើតបានជាបរិយាកាសដ៏ស្ងប់ស្ងាត់ហាក់បីដូចជាពិភពរបស់អាទិទេពពិតៗបច្ចេកវិទ្យានិងអាថ៌កំបាំងនៃការសាងសង់សំណួរដ៏ធំបំផុតដែលអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវនៅតែបន្តការសិក្សានោះគឺតើមនុស្សសម័យនោះអាចលើកដុំថ្មដ៏ធំនិងមានទម្ងន់រាប់សិបតោនបែបនេះឡើងទៅលើបានដោយរបៀបណាបច្ចេកវិទ្យានៅសម័យនោះមិនទាន់មានឡានស្ទូចឬគ្រឿងចក្រដូចបច្ចុប្បន្នឡើយអ្នកប្រវត្តិសាស្ត្រជឿថាកម្មករអេស៊ីបបុរាណបានប្រើប្រាស់វិធីសាស្ត្រដូចខាងក្រោមទី1ជំរាដីពួកគេសាងសង់ជំរាដីនៅជុំវិញសសរនោះហើយទាញដុំថ្មឡើងលើបន្តិចម្ដងទី2កម្លាំងពលកម្មនិងប្រព័ន្ធកង់រកពួកគេប្រើប្រាស់កម្លាំងមនុស្សរាប់ម៉ឺននាក់និងឧបករណ៍កំណល់ឈើរាងមូលដើម្បីរំកិលថ្មទាំងនោះមកតម្រៀបគ្នាភាពប៉ិនប្រសប់ផ្នែកវិស្វកម្មនេះបានធ្វើឲ្យសារសសរថ្មនេះអាចឈរជើងបានរឹងមាំឆ្លងកាត់ពេលវេលាគ្រួញជួយដីនិងសង្គ្រាមរាប់ពាន់ឆ្នាំប្រាសាទខាណានិងសារសសរថ្មមិនត្រឹមតែជាទីកន្លែងគោរពបូជាសាសនានៅសម័យបុរាណប៉ុណ្ណោះទេប៉ុន្តែវាជាសាក្សីរស់នៃប្រាជ្ញានិងភាពអស្ចារ្យឥតដែនកំណត់របស់មនុស្សជាតិចុះសម្រាប់បងប្អូនទាំងអស់គ្នាវិញយកឃើញយ៉ាងណាដែរចំពោះប្រាសាទមួយនេះសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះពិភពលោកយើងនៅមានរឿងរ៉ាវកំបាំងជាច្រើនទៀតដែលបងប្អូនប្រហែលជាមិនទាន់បានដឹងដើម្បីកុំឲ្យខកខានក្នុងការទស្សនាវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមជួយចុច Subscribe Channel YouTube ដែលមាន link នៅខាងក្នុង comment ការគាំទ្ររបស់បងប្អូនគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់យើងខ្ញុំក្នុងការផលិតវីដេអូបន្តទៀតសូមអរគុណសម្រាប់ការតាមដានទស្សនា